យុទ្ធសាស្ត្ររៀបនឹងវិបត្តិកម្មទីផ្សារនាំចេញដំបូងកម្ពុជា2025-2030នេះមានវិធានការយុទ្ធសាស្ត្រចំនួន6ដែលបានដាក់ចេញសម្រាប់ការងារអភិភាពរបស់ខ្លួនរហូតដល់ឆ្នាំ2030វិធានការយុទ្ធសាស្ត្រទាំង6នេះរួមមានមួយគឺការពង្រឹងនៃការស្រាវជ្រាវផ្នែកទីផ្សារដើម្បីជួយរុញជំរុញការនាំចេញអង្ករប្រកបដោយប្រសិទ្ធភាពពីរគឺការទទួលបានទីផ្សារតាមរយៈកិច្ចព្រមព្រៀងការសម្រួលពាណិជ្ជកម្មនិងការកំណត់ទីផ្សារតាំង3ការពង្រឹងម៉ាកយីហោនិងការផ្សព្វផ្សាយផលិតផលអង្ករកម្ពុជាសម្រាប់ការនាំចេញ4ការលើកកម្ពស់សមត្ថភាពរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងការនាំចេញអ្នកអង្ករ5គឺការពង្រឹងសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន Free Trade សម្រាប់ផ្គត់ផ្គង់ទីទ្រង់ទ្រាយធំនៅក្នុងក្របខ័ណ្ឌរដ្ឋនិង6ការកិត្តគូររកដំណោះស្រាយផ្នែកទីផ្សារដើម្បីលើកកម្ពស់ខ្សែច្បាប់តម្លៃអង្ករកម្ពុជាសារភ្ជាប់ជាមួយនឹងយុទ្ធសាស្ត្រនេះសហព័ន្ធស្រូវអង្ករកម្ពុជាជាពិសេសប្រធានសហព័ន្ធប្រធាននិងសមាជិកនៃក្រុមប្រឹក្សាវិបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិថ្មីគឺជាតួអង្គដ៏សំខាន់ដែលនៅតែបន្តដឹកនាំក្នុងតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដឹកនាំសម្របសម្រួលជាមួយនឹងក្រសួងពាណិជ្ជកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រពង្រីកនិងវិបត្តិកម្មទីផ្សារនាំចេញអង្ករឆ្នាំ2025-2030ហើយនៅក្នុងនេះយើងមានរយៈពេល6ឆ្នាំចាស់រហូតដល់2030ការដែលខ្ញុំធ្វើការដាក់តាំងយកបានការជួយជួយឯកឧបបផងដែរពីសួរថាហេតុអីមិនឈប់ដល់2023យើងខ្ញុំរៀបចំដើម្បីឲ្យផុតនៅក្រៅនៃការដែលយើងចាក់ចែងពីប្រទេសអភិវឌ្ឍន៍ប្រទេសអភិវឌ្ឍន៍ដែលចូលឆ្នាំចុងឆ្នាំ2021នេះជាមូលហេតុដែលខ្ញុំជ្រើសរើសនៅ2030ចា៎ដោយសារភ្ជាប់ទៅនឹងកពុវិស័យរបស់កម្ពុជា2030ផងដែរហើយនេះជាកិច្ចសហប្រតិបត្តិការនិងភាពនៃជាដៃគូរវាងក្រសួងពាណិជ្ជកម្មសហព័ន្ធស្រូវអង្ករកម្ពុជានិងដៃគូអភិវឌ្ឍន៍ពលគឺអង្គការស្តីងនិងកសិកម្មនៃអង្គការសហប្រជាជាតិ FAO ក៏ដូចជាដៃគូពាក់ព័ន្ធដទៃទៀតក្នុងតួអង្គពាក់ព័ន្ធក្នុងខ្សែច្បាប់នៃតម្លៃអង្ករនិងតួអង្គនៃកសិកម្មផងដែរនៅក្នុងនាមក្រសួងពាណិជ្ជកម្មដែលជាអាណាព្យាបាលរបស់សហព័ន្ធស្រូវអង្ករកម្ពុជានិងជាអ្នកដឹកនាំទៅក្នុងអាណត្តិរបស់ខ្លួនយើងខ្ញុំក៏បានចូលរួមនៅជាអធិបតីនៃវិធីការវិភាគជាមួយនឹងឯកឧបរដ្ឋមន្ត្រីក្រសួងកសិកម្មហើយយើងខ្ញុំនៅទីនេះមានសេចក្តីសោករីករាយនិងកិត្តិយសនឹងរងចាំស្ដាប់នៅអនុសាសន៍ណែនាំដល់ពពួករបស់ឯកឧបរដ្ឋអ្នកអនុសភាចាអភិបាលរដ្ឋមន្ត្រីដើម្បីបានទទួលជាទិសដៅបន្តនិងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវដល់ពួក